នេះសម្រាប់វគ្គ2បងប្អូនយើងចាប់ដើមលាយសម្រាប់យើងផ្អាប់ជាមួយនឹងដើមចេកបងប្អូនខ្ញុំលាយនេះគាត់ណាលាយតាមធនធានរបស់ខ្ញុំហើយការលាយរបស់ខ្ញុំលាយខុសត្រូវឯងបងប្អូនកុំប្រកាន់បងប្អូនដែលជាកសិករដូចគ្នាគ្រូដែលចេះធ្វើផ្អកដើមចេកហ្នឹងនេះគាត់ណាខ្ញុំអត់ដែរធ្វើដែរទេខ្ញុំសាកលបងធ្វើបែបហ្នឹងលាយអំបិលឲ្យហើយជាមួយនឹងទឹកស្ករល្ងហ្នឹងខ្ញុំប្រើដើមចេក25គីឡូស្ករល្ង1គីឡូអំបិល2ខាំកន្លះអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំកូរបញ្ចូលគ្នាឲ្យលាយសពអស់ទើបខ្ញុំយកទៅចាក់លាយមិចបញ្ចូលគ្នាដើម្បីផ្អាប់ហើយខ្ញុំធ្វើអត់មានធុងជ័រធុងអីដាក់ត្រឹមត្រូវបងប្អូនខ្ញុំមានធុងដែកធុងត្រីសល់អត់ប្រើកាយអញ្ចឹងខ្ញុំក៏នឹកឃើញថាយកវាមកប្រើមកហើយខ្ញុំរៀបចំពាក់ស្បែកជើងដើម្បីយើងជន់ទៅកុំឲ្យវាមុតជើងឈឺជើងអញ្ចឹងបងប្អូនយើងប្រើស្បែកជើងជន់អញ្ចឹងទៅព្រោះយើងយកឲ្យសត្វស៊ីទេអញ្ចឹងហើយខ្ញុំចាក់ដើមចេកមួយស្រទាប់ទឹកស្ករល្ងយើងមួយផ្កាមួយផ្តិលអញ្ចឹងណាបងប្អូនហើយយើងចេះតែថែមជន់ថែមអញ្ចឹងឲ្យវាហាប់ចូលគ្នាបន្តិចទៅឲ្យវាយើងចំណោះបានច្រើនដាក់បានច្រើនណាមួយឲ្យវាចូលជាតិល្អផងយើងជន់បែបហ្នឹងហើយដើមចេកហ្នឹងខ្ញុំកញ្ច្រាំខ្ញុំប្រើកំបិតកញ្ច្រាំតិចកញ្ច្រាំវាខ្លះទៅវាដាច់កណែតកណាត់ខ្លះទៅពីព្រោះយើងហាន់វានៅផ្ទាំងដុំធំពេកអញ្ចឹងខ្ញុំជន់បែបនេះទៅពេលយើងដាក់ឲ្យស៊ីយើងវាម៉ត់ស្រាប់អញ្ចឹងយើងមិនបាច់យកទៅកិនទៅអីថែមទេយើងជន់បែបហ្នឹងទៅកញ្ច្រាំផងហើយការធ្វើរបស់ខ្ញុំនេះបងប្អូនឃើញស្រាប់ហើយអត់មានធុងជ័រធុងអីដាក់ដូចគេទេខ្ញុំប្រើធុងដែកនេះដោយសារការប្រើរបស់ខ្ញុំវាតាមកលៈទេសៈបងប្អូនខ្ញុំមានប៉ុន្មានខ្ញុំធ្វើប៉ុណ្ណឹងហើយការសាកល្បងរបស់ខ្ញុំនេះខុសត្រូវសូមបងប្អូនកុំប្រកាន់អីជួយណែនាំខ្ញុំផងនេះជាផ្អកដើមចេករបស់ខ្ញុំហាន់ហើយខ្ញុំប្រើជាមួយនឹងទឹកស្ករល្ងហ្នឹង1គីឡូអំបិល2ខាំទៅ2ខាំកន្លះហើយដើមចេកចំនួន25គីឡូហើយបងប្អូនកុំឃើញថាខ្ញុំកើបដាក់នេះអត់បានថ្លឹងដើមចេកនេះខ្ញុំថ្លឹងរួចហើយបងប្អូនខ្ញុំថ្លឹងហើយខ្ញុំយកមកចាក់កូរនៅក្នុងហ្នឹងអញ្ចឹងមួយធុងដែកនេះខ្ញុំដាក់តម្រូវដាក់100គីឡូអញ្ចឹងខ្ញុំជន់ហើយម៉ាសាហើយនេះខ្ញុំថ្លឹងថែមម៉ាសាទៀតឲ្យគ្រប់100គីឡូបងប្អូនអញ្ចឹង100គីឡូហ្នឹងខ្ញុំប្រើអំបិលអស់កន្លះគីឡូស្ករល្ង2គីឡូអញ្ចឹងបងប្អូនហើយយើងចាក់លាយទឹកកូរវាដើម្បីឲ្យវារលាយហើយស្រួលយើងចាក់ទៅវាសប់ល្អបងប្អូនហើយយើងបានអាទឹកហ្នឹងវាត្រាំមួយដើមចេករបស់យើងឲ្យវាចូលជាតិអញ្ចឹងបើសិនជាយើងអត់ត្រាំវាទេវាអត់ចូលជាតិទេបងប្អូនហើយបងប្អូនមិនបាច់បារម្ភថាវារលួយខ្ទេចអស់មិនបាច់បារម្ភទេអត់អីទេគឺបើកមកស្អាតណាស់ខ្ញុំធ្វើតកួនក៏ដូចគ្នាដែរជន់ដូចគ្នាហើយបានស្អាតណាស់ខ្ញុំកោះឲ្យសត្វស៊ីទៅល្អបងប្អូនហើយសម្រាប់វីដេអូនេះគ្រាន់ជាការចែកម្លែករបស់ខ្ញុំឯងបងប្អូនហើយខុសត្រូវឯងកុំប្រកាន់អីគាត់ថានេះការចែកម្លែកពីការធ្វើផ្អកដើមចេករបស់ខ្ញុំនៅផ្ទះខ្ញុំធ្វើនេះគឺដោយមានការណែនាំពីបងប្អូនវិជាកសិករយើងដែលមានបទពិសោធន៍មុនដែរទេប៉ុន្តែគ្រាន់តែខ្ញុំធ្វើខុសពីគាត់បន្តិចដោយសារខ្ញុំយកមកជក់ដាក់នឹងធុងដែកអញ្ចឹងណាដោយសារខ្ញុំអត់មានធុងជ័រនិយាយទៅខ្ញុំអត់មានធុងជ័រអញ្ចឹងគាត់ថាខ្ញុំធ្វើរបៀបគាត់ដែរហើយឃើញថាការធ្វើនេះវាស្រួលណាបងប្អូនអើយស្រួលធ្វើហើយយើងធ្វើអញ្ចឹងយើងពេលតនេះយើងធ្វើទុកទៅហើយពេលដែលដល់ម៉ោងស៊ីយើងដួសឲ្យវាស៊ីទៅអត់បាច់យើងត្រូវទៅហាន់បន្លែរកបន្លែអីបន្តទៀតឲ្យយើងហត់ទេអញ្ចឹងយើងពេលតនេះយើងធ្វើទុកទៅដើមចេកដើមអីហ្នឹងយើងមានដើមទុំផ្លែអីយើងកាត់ចោលអីយើងអាចកាត់យកមកធ្វើជាផ្អកដើមចេកបានអញ្ចឹងយើងកាត់ទុកទៅដើម្បីធ្វើបែបហ្នឹងហើយបើសិនជាយើងមិនធ្វើទេយើងដើមចេកយើងមានយើងទុំផ្លែយើងកាប់ហើយយើងត្រូវចោលដោយសារយើងឲ្យវាស៊ីអត់តាន់ទេសត្វយើងតិចតួចអញ្ចឹងយើងឲ្យស៊ីអត់តាន់ទេជួនកាលទៅ
có trao đó nè chuồn can có ao xì ở từ tái bởi dương miền thưa bài nít ban thưa bài nít thưa dương thu đài dương so làm chế chứ làm chế để dương trời trao nhưng ban vô mặt thưa chơi trận này sạch tục từ hay là dạp là dương ai tục bàn chạp pi bầm bờ ngay dương đại si ba này ta lõ cứ mà pay mỗi ngày hay dạp tục bán tam này sơ bong để có trap có tha ai tục bàn bị bay khai tới bầm mùi khai chứ dương ai ao về si bàn bong bồn hay ni bong bồn nín mà rồi cả lô bàn tầm năng ngay bong bồn dương cũng đã pin pin khai về Paul he tực score ngu dương chào chẳng dương tầm năng dương crop tục tay mà đòn tay bong bồn